សូមថ្វាយបង្គំព្រះសម្ពុទ្ធប្រសើរបំផុតក្នុងលោកាជាគ្រូនៃមនុស្សនិងទេវតាទ្រង់ត្រាស់ទេសនាប្រដៅសត្វចង់អល់ឲ្យដើរផ្លូវកណ្ដាលមាគាត្រកាលអាចកំចាត់ទុកភ័យចង្រៃឲ្យខ្ចីបាត់អាចកាត់សង្សារទុកបានសាសនាព្រះអង្គនៅសពថ្ងៃសត្វមាននិស័យពីបុរាណប្រឹងរៀនប្រឹងស្ដាប់ចេះចាំបានធ្វើតាមលំអានបានក្តីសុខឥតមានសុខណាស្មើក្តីស្ងប់បញ្ចប់ត្រឹមសុខឃ្លាតចាកទុកតាំងពីលោកនេះតទៅមុខក្តីសុខនឹងមានព្រោះធម៌ស្ងប់សូមថ្វាយបង្គំចំពោះព្រះធម៌ព្រះសង្ឃបវរទាំងសពគ្រប់រួមជាត្រៃរតន៍គួរគោរពជាម្លប់ត្រជានៃលោកាព្រះរូបព្រះធាតុនៃព្រះពុទ្ធវិសុទ្ធតាំងអង្គព្រះសាស្តាសូមគុណត្រៃរតន៍ជួយខេមរាឲ្យបានសុខាតរៀងទៅខ្ញុំព្រះករណានាងខ្ញុំណែមសួរជាពុទ្ធបរិស័ទចំណុះជើងវត្តខ្មែរប៉ាលិល័យសូមនមស្ការថ្វាយបង្គំចំពោះព្រះរតនត្រ័យទាំង3គឺព្រះពុទ្ធរតនៈ1ធម្មរតនៈ1សង្ឃរតនៈ1ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ក្រែលែងនិងសូមថ្វាយបង្គំព្រះគ្រូហានហៀព្រះគ្រូសុនប្រុសជាព្រះប្រធាននិងអនុប្រធាននៃសាខាពុទ្ធកសមាគមព្រះសង្ឃខ្មែរសហរដ្ឋអាមេរិកប្រចាំរដ្ឋ Pennsylvania និងរដ្ឋ New Jersey ដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ក្រែលែងនិងសូមថ្វាយបង្គំព្រះសង្ឃគ្រប់ព្រះអង្គដោយសេចក្តីគោរពជ្រះថ្លានិងសូមជម្រាបសួរទេសនិកជននិងសាវនិកជនទាំងអស់ដោយសេចក្តីគោរពរាប់អានថ្ងៃនេះជាថ្ងៃអង្គារ3កើតខែពិសាខឆ្នាំម្សាញ់ពុទ្ធសករាជ2568ត្រូវនឹងថ្ងៃទី29ខែមេសា ឆ្នាំ2025ក្នុងរាត្រីនេះខ្ញុំព្រះករណានាងខ្ញុំនឹងសូមអានបន្តនៅសុត្តន្តបិដក56សូមនិមន្តព្រះករណាគុណម្ចាស់និងសូមអញ្ជើញពុទ្ធបរិស័ទទាំងអស់អនុមោទនាត្រេកអរតាមដានស្ដាប់នៅការអានព្រះត្រៃបិដកជាមួយនឹងខ្ញុំព្រះករណានាងខ្ញុំដូចតទៅព្រះត្រៃបិដក56ទំព័រ36រឿងមដ្ឋគណ្ឌលិប្រែតទី5ឃ្នាប17អ្នកមានគ្រឿងប្រដាប់ហើយមានកណ្ដួលដ៏រលីងត្រូវមើលក្នុងរឿងទី9នៃសុនិខេតវគ្គទី7ក្នុងវិមានវត្ថុចុះចប់រឿងមដ្ឋគណ្ឌលិប្រែតទី5រឿងកនហប្រែតទី6ឃ្នាប18រហិនយអាមាត្យក្រាបទូលថាបពិតព្រះកនហព្រះអង្គផ្ទុំធ្វើអ្វីសូមព្រះអង្គក្រោកឡើងប្រយោជន៍អ្វីដល់ព្រះអង្គដោយការផ្ទុំឥឡូវនេះខ្យល់កំពុងតែកម្រើកឡើងដល់ព្រះរាជកនិដ្ឋៈដែលដូចជាហឫទ័យនិងចក្ខុខាងស្ដាំរបស់ព្រះអង្គបពិតព្រះអង្គមានព្រះកេសាល្អខដបណ្ឌិតកំពុងតែរវើរវាយព្រះបាទកេសវៈទ្រង់បានស្ដាប់ពាក្យនោះរបស់រហិនយអាមាត្យនោះហើយក៏ស្លុតព្រះហឫទ័យទ្រង់ក្រោកចាកក្រឡាព្រះបន្ទំហើយទ្រង់ទង្គឹកសឹកសួលព្រោះសេចក្តីសោកចំពោះព្រះកនិដ្ឋៈអ្នកមានសភាពជាមនុស្សឈួតតែដឹងបានជាត្រាច់ទៅសពស្រុកទ្វារកៈនេះហើយស្រែកថាតុនសាយដូច្នោះអ្នកចង់បានតុនសាយអ្វីតុនសាយមាសតុនសាយកែវមณีតុនសាយទងដែងឬមួយតុនសាយប្រាក់តុនសាយសង្ឃសិលាកែវប្រពិនយើងនឹងប្រើគេឲ្យធ្វើតុនសាយឲ្យអ្នកពុំនោះសោតទេពួកតុនសាយដតីដែលត្រាច់ស៊ីស្មៅក្នុងព្រៃក៏មានយើងនឹងនាំយកតុនសាយទាំងនោះ
មកឲ្យអ្នកតើអ្នកចង់បានទន្សាយដោយម្ដេចទន្សាយទាំងឡាយណាដែលអាស្រ័យនៅលើផែនដីខ្ញុំព្រះអង្គមិនប្រាថ្នាចង់បានទន្សាយទាំងនោះទេខ្ញុំព្រះអង្គប្រាថ្នាចង់បានតែទន្សាយអំពីដួងព្រះច័ន្ទបបិទ្ធព្រះអង្គមានព្រះកេសាខ្មៅសូមព្រះអង្គនាំយកទន្សាយនោះមកឲ្យខ្ញុំមនាលកណថាជាញាតិអ្នកនោះនឹងខ្សែជីវិតដ៏ថ្លៃថ្លាអ្នកប្រាថ្នារបស់ដែលមិនគួរប្រាថ្នាព្រោះអ្នកប្រាថ្នាទន្សាយអំពីដួងព្រះច័ន្ទបបិទ្ធព្រះអង្គមានព្រះកេសាខ្មៅបើព្រះអង្គទ្រង់ជ្រាបយ៉ាងនេះហើយគួរតែព្រះអង្គព្រាមប្រដៅអ្នកដតីបានចោះក្នុងថ្ងៃនេះហេតុដោយម្ដេចបានជាព្រះអង្គទ្រង់ព្រះកន្សែងនឹងបុត្រដែលធ្វើមរណកាលក្នុងកាលមុនពាក្យថាបុត្ររបស់យើងកើតមកហើយកុំស្លាប់ទៅវិញពាក្យនោះមនុស្សនិងទេវតាមិនដែលបានឮបានស្ដាប់ឡើយព្រះអង្គក៏បីបាននៅរបស់ដែលមិនត្រូវបានអំពីទីណាបបិទ្ធព្រះអង្គមានព្រះកេសាខ្មៅព្រះអង្គទ្រង់សោយសោកចំពោះបុគ្គលដែលទៅកាន់បរលោកហើយធ្វើអ្វីព្រះអង្គមិនអាចដើម្បីនឹងនាំយកមកវិញបានដោយមុនដោយមូលភេសជ្ជៈដោយឱសថឬដោយទ្រព្យឡើយពួកជនអ្នកមានទ្រព្យច្រើនមានគ្រឿងប្រើប្រាស់ច្រើនក្តីពួកក្សត្រីដែលនៅក្នុងរដ្ឋមណ្ឌលមានទ្រព្យនិងស្រូវដ៏ច្រើនក្តីជនទាំងនោះក៏គង់មិនរួចអំពីជរានិងមរណៈឡើយក្សត្រីក្តីព្រាហ្មណ៍ក្តីវាសៈក្តីសូទៈក្តីចន្ទៀលក្តីពុកុសៈក្តីជនទាំងនោះផ្សេងគ្នាដោយជាតិជនទាំងនោះឯងក៏មិនរួចអំពីជរានិងមរណៈជនទាំងឡាយណាប្រព្រឹត្តគឺស្វាយស្យាយមន្តប្រកបដោយអង្គ6ដែលព្រំបានគិតហើយជនទាំងនោះផ្សេងគ្នាដោយវិជ្ជាជនទាំងនោះឯងក៏មិនរួចអំពីមរណៈដែលម្យ៉ាងទៀតពួកឥសីណាជាអ្នករងឹបជាអ្នកសម្រួមកាយនិងវិជ្ជាមានព្យាយាមដុតកំដៅកិលេសពួកឥសីដែលមានព្យាយាមដុតកំដៅកិលេសនោះឯងក៏រមែងលះបង់សរីរៈទៅតាមកាលព្រះអរហន្តទាំងឡាយអ្នកមានខ្លួនចម្រើនហើយមានកិច្ចបានធ្វើសាច់ហើយមានអាសវៈអស់ហើយរមែងដាក់ចុះនៅរាងកាយនោះព្រោះអស់បុណ្យនិងបាបប្អូនញ៉ាំងសេចក្តីក្រវល់ក្រវាយទាំងពួងរបស់យើងដែលក្តៅដោយភ្លើងគឺសេចក្តីសោកឲ្យរលត់ដោយបុគ្គលយកទឹកទៅស្រោចស្រពភ្លើងដែលឆេះឆ្នាំងខ្លាញ់សគឺសេចក្តីសោកដែលអាស្រ័យនៅក្នុងហឫទ័យរបស់យើងអ្នកក៏បានដកចេញហើយអ្នកបានបន្ទោបងនៅសេចក្តីសោកព្រោះកូនរបស់យើងដែលមានសេចក្តីសោកគ្រប់សង្កត់ហើយយើងនោះមានសគឺសេចក្តីសោកបានដកចេញហើយជាអ្នកត្រជាក់ហើយមានទុក្ខរំលត់ហើយយើងលែងសោកលែងយំហើយព្រោះបានស្ដាប់ភាសិតរបស់អ្នកជនទាំងឡាយណាប្រកបដោយបញ្ញាជាអ្នកអនុគ្រោះជនទាំងនោះធ្វើយ៉ាងនេះខេដៈបណ្ឌិតបានញ៉ាំងបងច្បងឲ្យត្រឡប់ចាកសេចក្តីសោកអាមាត្យទាំងឡាយដែលជាអ្នកបម្រើរបស់ព្រះរាជាអង្គណាក៏រមែងប្រកាសដូច្នោះដូចជាខេដៈបណ្ឌិតបានញ៉ាំងបងច្បងឲ្យប្រព្រឹត្តទៅតាមសុភាសិតចប់រឿងកុនហប្រេតទី6រឿងធនបាលប្រេតទី7ខនាប19ពួកពាណិជ្ជសួរថាអ្នកជាបុគ្គលអាក្រាតមានរូបមានសម្បុរអាក្រក់
ស្គៀងស្គមរវាមដោយសរសៃមានឆ្អឹងជំនីរគៀមស្គមមនាលអ្នកនិទុកចោះអ្នកជាអ្វីប្រែតតបថាបពិតអ្នកទាំងឡាយដោយចម្រើនខ្ញុំជាប្រែតដល់នៅសេចក្តីទុក្ខជាយមលោកសត្វព្រោះធ្វើអំពើអាក្រក់ទៅអំពីមនុស្សលោកនេះកាន់បេតលោកចោះអំពើអាក្រក់ដែលអ្នកធ្វើដោយកាយវិចារចិត្តដោយម្ដេចអ្នកទៅអំពីមនុស្សលោកនេះកាន់បេតលោកព្រោះវិបាកនៃកម្មដោយម្ដេចមាននគរមួយឈ្មោះអេរកច្ចៈក្នុងដែនទេសនៈក្នុងជាតិមុនខ្ញុំកើតជាសទ្ធិក្នុងនគរនោះគេស្គាល់ខ្ញុំជាធនបាលខ្ញុំមានទ្រព្យ80ប្រទេសមានមាសច្រើនមានកែវមុតានិងកែវពេញរូច្រើនការឲ្យនៅទានមិនជាទីពេញចិត្តរបស់ខ្ញុំអ្នកមានទ្រព្យច្រើនដល់ម្លឹងខ្ញុំក៏បិទទ្វារផ្ទះបរិភោគមិនឲ្យពួកយាយចកឃើញខ្ញុំឡើយខ្ញុំជាអ្នកមិនមានសទ្ធាកំណាញ់ស្វិតស្វាញជេរប្រតិចពួកជនអ្នកឲ្យអ្នកធ្វើបានហាមឃាត់នៅជនដ៏ច្រើនផលនៃទានមិនមានផលនៃការសម្រួមនឹងមានមកអំពីណាខ្ញុំបានទំលាយស្រះបខរណីនិងអណ្ដូងទឹកផងរបស់ដែលគេដាំក្នុងអារាមផងរោងទឹកផងនៅស្ពានក្នុងទីទៅបានដោយលំបាកផងខ្ញុំនោះមិនបានធ្វើល្អធ្វើតែអាក្រក់ចាក់យុទ្ធអំពីមនុស្សលោកនោះទៅកើតក្នុងកំណត់ប្រែតពេញព្រៀបដោយសេចក្តីស្រេកឃ្លានអស់55ឆ្នាំតាំងអំពីខ្ញុំធ្វើមរណកាលអំពីអត្តភាពនោះខ្ញុំមិនបានបរិភោគបាយឬផឹកទឹកឡើយសេចក្តីសំចៃមិនឲ្យទានណានោះជាសេចក្តីវិនិច្ឆ័យសេចក្តីវិនិច្ឆ័យណានោះជាសេចក្តីសំចៃបានឮថាប្រែតទាំងឡាយរមែងដឹងថាសេចក្តីសំចៃណានោះជាសេចក្តីវិនិច្ឆ័យអំពីជាតិមុនខ្ញុំបានសំចៃគឺមិនបានឲ្យទ្រព្យទាំងឡាយដ៏ច្រើនកាលតេយ្យធម៌ទាំងឡាយមាននៅខ្ញុំមិនបានធ្វើទីពឹងដល់ខ្លួនឡើយខ្ញុំនោះក្តៅក្រហាយក្នុងកាលខាងក្រោយអន្តលទៅតាមផលកម្មរបស់ខ្លួនកាលកិរិយាក៏មានដោយការកន្លងទៅខាងលើ4ខែខ្ញុំធ្លាក់ទៅរងទុក្ខក្នុងនរកដ៏ខ្លាំងក្លាខ្លោចផ្សាជានរកមានជ្រុង4មានទ្វារ4វាស់ដោយចំណែកដែលគេចែកស្មើគ្នាមានរបងដែកពិតជុំវិញគ្របដោយដែកផ្ទៃផែនដីខាងក្រោមនៃមហានរកនោះសុទ្ធតែដែកមានភ្លើងឆេះរន្ទាលចាលឆ្អៅផ្សាយទៅបាន100យោជន៍ជុំវិញតាំងនៅសពកាលខ្ញុំបានរងទុក្ខវេទនាអស់កាលយូរអង្វែងក្នុងនរកនោះដោយផលនៃបាបកម្មព្រោះហេតុនោះខ្ញុំទៅសោកស្ដាយក្រៃពេកណាស់ខ្ញុំប្រាប់សេចក្តីនោះដល់អ្នកទាំងឡាយមកកាន់ទីប្រជុំនេះមានប្រមាណប៉ុន្មានសេចក្តីចម្រើនចូលមានដល់អ្នកទាំងឡាយកុំធ្វើកម្មលាមកទោះក្នុងទីវាលឬក្នុងទីស្ងាត់ឡើយបើអ្នកទាំងឡាយនឹងធ្វើឥឡូវនេះនៅកម្មលាមកនោះទោះបីអ្នកទាំងឡាយហោះរត់ទៅលើអាកាសក៏មិនផុតអំពីសេចក្តីទុក្ខអ្នកទាំងឡាយគប្បីប្រតិបត្តិមេត្តាបិតាកោតក្រែងដល់បុគ្គលជាធំក្នុងត្រកូលគប្បីធ្វើការបូជាដល់សាមណព្រាហ្មណ៍អ្នកទាំងឡាយនឹងទៅឋានសួគ៌ដោយបញ្ញកម្មយ៉ាងនេះហោះទៅក្នុងអាកាសក៏មិនរួចអំពើបាបកម្មចូលទៅក្នុងកណ្ដាលសមុទ្រក៏មិនរួចចូលទៅក្នុងចន្លោះភ្នំក៏មិនរួច
បុគ្គលស្ថិតនៅក្នុងប្រទេសនៃផែនដីណាហើយរួចចាកបាបកម្មបានប្រទេសនៃផែនដីនោះមិនមានឡើយចប់រឿងធនបាលប្រែតទី7សូមអនុមោទនីកុសលខ្ញុំធ្វើហើយព្រះគុណអើយសូមសច្ចាឧទ្ទិសផលនេះណាជូនមេត្តាបិតាខ្ញុំជីដូននិងជីតាគ្រូអាចារ្យទាំងតូចធំញាតិមិត្តគ្រប់និគមមកជួបជុំទទួលផលដែលកូនចៅបានធ្វើនៅអំពើជាកុសលសូមទានឲ្យបានដល់ទោះមិនដួលឆ្ងាយយ៉ាងណាកុសលទាំងអស់នឹងសូមទីពឹងលើទេវតាដែលមានចិត្តមេត្តានាំផល្លាទាំងអស់នេះទៅជូនដល់ខ្ញុំផងដោយបំណងកុំបីឆ្វេះកូនចៅនៅឯនេះមិនប្រហែសបញ្ជូនមកសូមមានចិត្តរីករាយហើយសប្បាយទទួលយកកូនចៅបានលៃលោកបញ្ជូនមកគ្រប់គ្នាដើម្បីសោយកំសាន្តសូមឲ្យបាននៅសុខជាកូនចៅទាំងអស់គ្នាបានបូជាជូនទៅហងសូមអនុមោទនា